បាទគ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមនិយាយអំពីកំហុសធំរបស់មេដឹកនាំកម្ពុជានៅក្នុងប្រវត្តិសាស្ត្រជារួមខ្ញុំអាចសរុបបានថាកំហុសនៅក្នុងការដឹកនាំប្រទេសកម្ពុជាយើងមានដូចតទៅបាទកំហុសធំទាំង7កំហុសធំទី1គឺការសាងសង់គឺជាអតិភិបបាទអញ្ចឹងប្រសិនបើយើងក៏លេចទៅមើលប្រវត្តិសាស្ត្រស្ទើរតែគ្រប់សម័យកាលទាំងអស់ដែលមានដឹកនាំកម្ពុជានៅពេលដែលឡើងគ្រប់គ្រងពេលណាមកគឺអ្វីដែលផ្ដោតសំខាន់ជាងគេគឺការសាងសង់មានដូចជាសំណង់អគារបាទអគារសាសនាអគារផ្លូវថ្នល់អគារហេដ្ឋារចនាសម្ព័ន្ធផ្សេងទោះបីជាចាំបាច់ឬក៏មិនចាំបាច់ហ្នឹងគឺមេដឹកនាំខ្មែរតែងតែឲ្យតម្លៃទៅលើការសាងសង់ទីធំបាទហើយការសាងសង់នេះទៀតសោតបានធ្វើឲ្យកម្ពុជាបានបាត់បង់ធនធានយ៉ាងច្រើននិងថឹកថន្ធាប់ទៅលើការសាងសង់ទាំងអស់នោះបាទនិយាយខ្លីទៅគឺចំណាយតែងតែលើចំណូលបាទចំណាយតែងតែលើចំណូលចំណិចបាទសាងសង់ក៏សាងសង់ចុះប៉ុន្តែកំហុសធំគឺត្រង់ថារាល់លើកដែលរាជការបានរៀបចំសាងសង់អ្វីមួយច្រើនតែចំណាយហួសមានបាទចំណាយលើសចំណូលជានិច្ចបាទនិយាយទៅចំណាយឡើងខ្សោះខ្លួនអស់ហើយបានបណ្ដាលឲ្យប្រទេសនឹងអត់មានកម្លាំងគ្រប់គ្រាន់នៅក្នុងការតស៊ូបើសិនជាយើងក៏លេខទៅមើលក្នុងប្រវត្តិសាស្ត្ររបស់យើងនៅក្នុងសម័យអង្គរបាទលោក Bernard Philip Grossier បាទគាត់ជាជនជាតិបារាំងកើតនៅខ្មែរនៅឆ្នាំ1926ដែលជាកូនរបស់ George Grossier បាទគាត់ជាអ្នកបង្កើតសារមន្ទីរជាតិកម្ពុជាហ្នឹងគាត់បាននិយាយថាកម្ពុជាបានចំណាយច្រើនទៅលើធនធានហេដ្ឋារចនាសម្ព័ន្ធជាពិសេសនៅសម័យអង្គរនឹងធ្វើឲ្យកម្ពុជាបានបាត់បង់ខ្សោះខ្លួនប្រជាជនឡើងខ្សោះខ្លួនអស់ហើយចំណែកឯលោក George Godes ហ្នឹងក៏បានបង្ហាញថាការដួលរលំនៃសម័យអង្គរហ្នឹងក៏ដោយសារតែការចំណាយបន្ទុកចំណាយដ៏ធំទៅលើការកសាងប្រាសាទនានាបាទដែលហួសហេតុពេកនៅមានអ្នកប្រាជ្ញច្រើនជាតិដែលបានចង្អុលបង្ហាញអំពីកំហុសនេះមានដូចជាDan Penny ជាដើមបាទនេះគឺសម័យអង្គរបាទហើយនៅសម័យសង្គមរាស្ត្រនិយមក៏ដូចគ្នាដែរគឺកម្ពុជាបានចំណាយទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមានអគារសាលារៀន Start Olympic មានស្ពានជ្រោយចង្វាមានរោងចក្រសហគ្រាសនានាបាទដែលទាំងខ្លួនឯងហ្នឹងមិនទាន់មានធនធានគ្រប់គ្រាន់នៅក្នុងការសាងសង់ឡើយទេបាទគាត់បានព្យាយាមសម័យសង្គមរាស្ត្រនិយមសម្ដេចតារបស់យើងបាទគាត់បានព្យាយាមដោះស្រាយបញ្ហាការអភិវឌ្ឍបែបទំនើបបាទតែបានគិតថាបញ្ហានៅជនបទនឹងមានអីខ្លះបាទរចនាសម្ព័ន្ធនឹងមិនបានគ្រប់ដប់ឲ្យបានស្មើភាពគ្នាធ្វើឲ្យមានបញ្ហាកំណើតខ្មែរក្រហមនឹងរីកធំធាត់បានលឿនបាទនេះគឺជាកំហុសធំទី1របស់មេដឹកនាំខ្មែរបាទបាទកំហុសធំទី2គឺបាទក្រោយពេលធ្លាក់ខ្លួនការបំពេញពីសំណាក់សៀមមិនថាព្រះរាជាណាដូចព្រះរាជាណាទេគឺមេដឹកនាំខ្មែរដែលស្នេហាជាតិតែងតែប្រញាប់ក្នុងការសងសឹកបាទកម្ពុជាបានបដោតខ្លាំងទៅលើការឈឺចាប់ខ្លាំងណាស់ទ្រាំមិនបានទេនៅពេលដែលពង្រឹងខ្លួនបានបន្តិចបន្តួចក៏ប្រញាប់ឆាប់ដើម្បីសងសឹកបាទប្រញាប់ទៅវាយដណ្ដើមយកខេត្តនានាដែលថៃកំពុងតែកាន់កាប់នឹងយកមកវិញបាទទាំងដែលកម្លាំងខ្លួនខាងក្នុងនឹងមិនបានរឹងមាំឡើយទេមានដូចជាស្រីរាជាមានដូចជាច័ន្ទរាជាឲ្យតែបានពង្រឹងខ្លួនបន្តិចគឺនាំគ្នាប្រញាប់ដើម្បីសងសឹកជាមួយនឹងសៀមបាទចិត្តក្តៅនិយាយខ្លីគឺចិត្តក្តៅមិនមែនជារឿងអាក្រក់ទេជារឿងល្អប៉ុន្តែមិនបានធ្វើការសិក្សាច្បាស់លាស់ទេហើយប្រសិនបើយើងក៏លេខមើលប្រវត្តិសាស្ត្រយើងនឹងឃើញថាมันមានស្ដេចអង្គណាធ្លាប់វាយដល់អយុធ្យាឬក៏សុគរថៃដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស្នូលរបស់ប្រទេសនេះទេបាទកន្លែងនេះបញ្ជាក់ឲ្យឃើញថាយើងអត់ដែលបានសិក្សាអំពីខ្លួនឯងច្បាស់ហើយនឹងសិក្សាអំពីសត្រូវច្បាស់ថាគេមានកម្លាំងប៉ុណ្ណាយើងមានកម្លាំងប៉ុណ្ណាកម្លាំងរបស់យើងអាចរួចឬក៏អត់ទេអាចរត់រួចជាមួយនឹងគេឬអត់ទេនៅពេលដែលយើងអត់បានសិក្សាច្បាស់អំពីចំណុចនឹងហើយធ្វើឲ្យយើងវាយមិនបានដល់គោលដៅបាទអ
mình ban bầm phai cái thôi cái miền ở cả vùng rừng khuôn căn để khăng cái đằng thà mà hay ta bỏ dương cứ nơi từ trong ban tật đây từ lòng một vĩnh ấy kế có nơi bây giờ rôm cao việc hàng một lớp dương trai chăm tại kia có vùng rừng khuôn hay kia có chỉ dìm rồi thì xa được vậy thôi luôn cái rừng mòn bụi kia bà ní cứ chỉ cầm hot thông thì pi rồi bỏ mê được nóm khmer cầm hot thông thì bấy cứ bật nhập trong bàn ấy cái gì trong gì tha trong bài tiết tiền đấy mình toàn miền sầm mặt hiểm chấm khuôn ấy và cầm hot ní cứ dương thành kết khơi từ sầm mày bà rắn và sầm mày bà rắn cứ còi về bà răng một cục rốn nhưng khi nhà bà răng ban tiêm tia vô cả khai khmer mà vinh miền tiêm địa bát bong vị Thái hay suy xoài suy sập phun và hay có ban chui ở Campuchia ban tật đầy hiện bông thì không Phnom Penh muốn bà răng máu Campuchia nó sau là chỉ chân mình đo 10 liền phong và ai cái xa khác tha 10 liền chiêng chẳng nó pe để bà răng máu bà răng bạn cũng chui khmer miền tật đầy thông làng vinh vì chỉ chân miền cả càn làng vinh bà bàn tay dương ở bàn chỉ diêm khuôn áp vì vật khuôn ai ở rừng muôn hay ở bàn chỉ được ca đầm bầy riêng xoay vô pi bà răng đầm bầy bằng cao chỉ có pon rừng muôn mối sầm nạp chết bọc luôn thế cứ dương trong bàn ai kể bà cứ tay thì trong bàn ai kể bà nêu coi pi là bà răng bàn phơi cầm này đầm rồng mùi dùng luôn bà còn lấy khắp bà răng bàn phơi cầm này đầm rồng phơi ao đời cả dục pôn rồi xem hay gì thứ chia bận tục là thôn ngôn đó chỉ cần khoai có bận mến còn thấy bà răng có bàn bằng cả chỉ một pon mũi đá chui ở bên tây Campuchia nó miền phía rừng muộn không phải hết thà ra china sầm pon flow hết thà ra china sầm pon rupa pon đã chỉ hết thà ra china sầm pon sầm khăn sầm nạp chiết ở bàn cung vòng phong đài ấy roll cả phơi cầm này đồng đồng xem và cứ bà răng này hơi chỉ để chặt đờm được chứ này ca để nẹt prai nẹt to su mai chỉ đinh bà răng ở trên thì bề ní vì chỉ đường lọ còn tay dương ở bàn nơi pe để bà răng ẩm long pe để bà răng nếu dương ở bàn chỉ dùng riêng vì bà răng ấy làm bởi thôiอย่างนั้นเอาเตะบอกล้วนเรื่องมอมจิมุนสันเตvà dương đinh đời mình bàn vô chặt tụ đã cất thả ta pe bà răng tới tay dương mình mà tập hiệp tục tul chỉ muốn tea song khang thế tay dương ai tập tul kia bàn vàปั่นná miềnกำลังคลังvàปั่นná miềnสมาธิปั่นná cứ dương ở bàn đăng thả sát trâu bỏ dương kia từ nào thì dương nơi tay mình chăm thả sát trâu bỏ dương kia nơi của ai luôn chỉ nịch và cứ mình đai từ nào chào dương đâu nào thì chân ca để dương đinh bà răng đấy xua thả tay dương miền sਮਾธิភាពca piệt luôn ai hay nơi cầm hot tí buôn rồi bỏ về được nòm khmer cứ mình sẽ đạp nhẹ prai bà chỉ tôi tới về được nòm khmer tay để cất tập luôn anh chỉ nhẹ miền bôn chỉ nhẹ miền nhà một cha chỉ về lừa kì mà mình prom sẽ đạp nhẹ prai được bài luôn hai con mình chia diêm của mai của mồ nhẹ prai bị trung bình vật tê làm bay mà chui control luôn này mà mình chia diêm của mồ nhẹ snai hà chiết mình oi làm lại nhẹ snai hà chiết và nhẹ để chế vật vật con vô mà đã các bài luôn làm bay chui chỉ vật tip bằng hai flow nó không cả được nón tê và pay khai bật và chia bài phim và anh ấy hai cứ chỉ cầm thông mình tên và mình bàn oi làm lại nhẹ tây tham miền làm lại đôi luôn cất được luôn chỉ nhẹ miền bồn cất tháp miền Panh Hà chỉ ba chỉ miền tây và đa ba chỉ miền ân prom dùng dạ rồi có bà mày một cột crom phi thái xa chui trong oi bằng hai flow và phụ rạch ta chỉ đang bây giờ ol và phụ kia mình ban trong ol lấy thì và bòn lệch bòn cả những cất ấy chạy nhân và anh đi hay cứ chia cầm họ thông thì buồn rồi bỏ mi được lòng mà bà cầm họ thì pram cứ ca mình thưa cầm này đầm rồng và chiếc bánh to đi đâu tham bị bà khmerริชกาขมายมันตาสมัยนาทีเปียบานกบกรงอำนาจพวกเกมันบานเรียนโซดปีบอร์ตีพวกเกมันบานเรียนโซดปีวิภพขังคราวไว้บานเจริญให้มันบานโยมหมดเพื่อการ
កែតម្រង់ប្រព័ន្ធរបស់ខ្លួនឲ្យបានល្អប្រសើរទេបាទប្រព័ន្ធយ៉ាងណានៅតែយ៉ាងនឹងមិនព្រមធ្វើកំណែតម្រង់ឲ្យបានប្រសើរដើម្បីយ៉ាងណាធ្វើគិតគូរយ៉ាងម៉េចដើម្បីឲ្យប្រទេសជាតិបានគង់វង្សយូរអង្វែងនៅពេលដែលខ្លួនមិននៅពេលដែលខ្លួនដែលជាអ្នកមានប្រាជ្ញាវិនវ័យមិននៅតើអ្នកចំនួនក្រោយនឹងត្រូវបន្តវេនដូចម្ដេចហើយនឹងត្រូវគ្រប់គ្រងប្រទេសឲ្យមានភាពរឹងមាំដូចម្ដេចគឺយើងអត់បានគិតគូរពិចារណាទេបាទកំណែតម្រង់មួយចំនួនដែលបានកើតឡើងជាពិសេសនៅសម័យទំនើបនេះយើងឃើញថាកំណែតម្រង់មួយចំនួនកើតឡើងពីការនាំចូលពីបរទេសដូចសម័យបារាំងបានព្យាយាមធ្វើកំណែតម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈរបស់ប្រទេសកម្ពុជាយ៉ាងច្រើនបាទការធ្វើកំណែតម្រង់នេះយើងមិនបានឲ្យតម្លៃទេយើងបានទាត់វាចោលកន្លែងខ្លះហ្នឹងគឺយើងប្រឆាំងការធ្វើទំនើបកម្មឬរដ្ឋាភិបាលហ្នឹងគឺយើងប្រឆាំងហើយមិនបានឲ្យតម្លៃវាហើយដូច្នេះហើយយើងធ្វើថាឃើញថាយើងបាត់បង់ឱកាសក្នុងការរីកចម្រើនបាត់បង់ឱកាសក្នុងការធ្វើឲ្យប្រទេសកម្ពុជាវិវត្តខ្លួនក្លាយទៅជាប្រទេសមួយដែលខ្លាំងបាទនៅក្នុងសម័យបច្ចុប្បន្ននេះយើងក៏ឃើញដែរនៅក្រោយពីឆ្នាំ93បាទមានក្រោយការបោះឆ្នោតមកនៅឆ្នាំ2000ជាងបាទមានជំនួយបរទេសជាច្រើនជួយរដ្ឋាភិបាលកម្ពុជាយើងក្នុងការធ្វើកំណែតម្រង់បាទយើងឃើញកំណែតម្រង់ឃុំសង្កាត់បាទការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ក្រុមប្រឹក្សាខេត្តស្រុកបាទគឺជាលទ្ធផលនៃការធ្វើកំណែតម្រង់ពីជំនួយបរទេសបាទការធ្វើកំណែតម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈដូចជាច្រកចេញចូលទី1ជាដើមគឺជាប្រភពចំណូលមួយហើយធ្វើឲ្យប្រព័ន្ធការប្រមូលពន្ធហើយនឹងប្រព័ន្ធអាស៊ីកូដាឧទាហរណ៍ដូចខាងពន្ធដាពន្ធគយជាដើមធ្វើឲ្យដំណើរការនៅក្នុងការអនុវត្តការប្រមូលពន្ធមានប្រសិទ្ធភាពហើយនឹងការធ្វើពាណិជ្ជកម្មមានភាពប្រសើរឡើងបាទនៅពេលនេះប្រទេសកម្ពុជាយើងមិនសូវមានជំនួយពីខាងក្រៅទៀតទេហេតុដូច្នេះហើយកម្ចីទាំងអស់មិនបានផ្ដោតសំខាន់ទៅលើការកំណែតម្រង់ទេគឺផ្ដោតទៅលើហេដ្ឋារចនាសម្ព័ន្ធនេះគឺមានន័យថាយើងកំពុងតែដើរទៅលើផ្លូវចាស់វាជាកំហុសមួយថ្មីដែលចាប់ដើមកើតទៀតហើយបាទនេះហើយគឺជាកំហុសទី5ដែលរាជការខ្មែរមិនបានយកចិត្តទុកដាក់គឺមិនធ្វើកំណែតម្រង់ផ្នែកហេដ្ឋារចនាសម្ព័ន្ធអរូបវ័ន្តជារឿយៗទេឬក៏យើងនិយាយខ្លីមិនបានធ្វើកំណែតម្រង់ផ្នែករដ្ឋបាលសាធារណៈឲ្យបានប្រសើរទេកំហុសធំទី6គឺមេដឹកនាំកម្ពុជាយើងគឺដឹកនាំដោយយកជំនឿជាធំបាទពីជាច្រើនចំនួនជាច្រើនរាជការរបស់មន្ត្រីរាជការខ្មែរការដឹកនាំរបស់រាជវង្សខ្មែរការដឹកនាំគឺតែងតែយកជំនឿជាធំបាទនៅក្នុងការដឹកនាំដែលយកជំនឿជាធំនេះបានរុញឲ្យប្រជាជនបាទជឿស៊ប់ទៅលើរឿងជំនឿជឿស៊ប់ទៅលើអ្នកមានបុណ្យបាទយកអ្នកមានបុណ្យជាគោលយកមេដឹកនាំជាគោលបាទមិនបានជឿថាប្រព័ន្ធការគ្រប់គ្រងជារឿងសំខាន់ទេហើយនៅពេលដែលមេដឹកនាំបានជំរុញឲ្យប្រជាជនជឿស៊ប់ទៅលើជំនឿផ្សេងៗក៏យកឱកាសនេះដើម្បីឆ្លៀតកេងចំណេញពីប្រជារាស្ត្ររបស់ខ្លួនឯងឧទាហរណ៍ដូចជាសម័យអង្គរបាទរាជាដឹកនាំប្រជាជនជឿថារាជានឹងគឺជាអាទិទេពដែលគ្រប់គ្រងប្រជាណាចក្ររបស់ខ្លួនហើយគឺជាមនុស្សដែលខ្លួនអាចពឹងបានប្រជាគឺជាអ្នកមានបុណ្យដែលតែងតែចុះមកជួយសង្គ្រោះបាទអញ្ចឹងការដឹកនាំយកអ្នកមានបុណ្យជាគោលឬក៏យកជំនឿជាគោលនេះវាគ្រោះថ្នាក់ដោយសារតែប្រជាជនមិនបានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍជាតិដោយខ្លួនឯងបាទមិនព្យាយាមជួយមិនព្យាយាមរិះគន់កែលម្អមិនព្យាយាមខំប្រឹងប្រែងខ្លួនឯងដើម្បីក្លាយជាធាតុមួយដ៏សំខាន់របស់សង្គមបែរជាមានរឿងអីគឺពឹងតែលើមេដឹកនាំបាទអញ្ចឹងកន្លែងនេះហើយធ្វើឲ្យប្រទេសរបស់យើងមិនអាចរឹងមាំបានមនុស្សម្នាក់រឹងមាំយ៉ាងណាក៏ដោយមិនអាចធ្វើឲ្យប្រទេសរឹងមាំបានទេគឺត្រូវការប្រជាជនទាំងអស់គ្នាឬក៏ភាគច្រើនមានសមត្ថភាពគ្រប់គ្រាន់មានភាពរឹងមាំបាទនេះគឺជាកំហុសធំទី6របស់មេដឹកនាំកម្ពុជាកំហុសធំទី7គឺការដឹកនាំរបស់កម្ពុជាភាគច្រើនមិនបានរៀនពីកំហុសចាស់បាទកំហុសចាស់មានច្រើនកំហុសចាស់មានគ្រប់ពេលវេលាកំហុសចាស់មានកើតឡើងដដែលជាដដែលនៅក្នុងទម្រង់រូបភាពមិនមានអ្វីថ្
ថ្មីប៉ុន្មានទេគឺរឿងកង់ប្រវត្តិសាស្ត្រនេះវិលទៅវិលមកជន់កន្លែងដដែលបាទមេដឹកនាំរបស់យើងមិនបានរៀនសូត្រពីកំហុសដែលកើតឡើងកន្លងមកទេហើយធ្វើមិនដឹងមិនលឺការធ្វើមិនដឹងមិនលឺនេះគឺជាចំណុចមួយដែលធ្វើឲ្យមេដឹកនាំរបស់យើងមិនអាចកែលម្អខ្លួនឯងហើយចុងក្រោយប្រទេសក៏នឹងធ្លាក់ទៅរកផ្លូវដដែលបាទនេះហើយគឺជាកំហុសធំទាំង7បាទដែលខ្ញុំបាទមើលឃើញពីការសិក្សាប្រវត្តិសាស្ត្រក្នុងរយៈពេលក្រោយពេលមានចំនួនព្រំដែនកម្ពុជាថៃបាទហើយបងប្អូនរកឃើញកំហុសអ្វីខ្លះបាទសូមចូលរួមចែកមិញទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលាបាទ